បងប្អូនមក6ជាងឲ្យម៉ាក់លីហេងទៅនឹងតនេដៃពីការងារឆ្លៀតមកធ្វើម្ហូបអុយកូនហើយនឹងប្តីជុំគ្រួសារហូបជុំគ្នាចឹងណាបងប្អូនឆាសាច់គោជាមួយនឹងបន្លែគ្រប់មុខដោយសារអីបើទូមកគឺមានបន្លែអុយគឺឆាបន្លែនោះឯងបងប្អូនបើសួរថាម៉ាក់លីហេងហត់អត់បងប្អូនហត់ដូចបងប្អូនដែរប៉ុន្តែបើសួរថាហត់នឹងយើងអាចសម្រាប់បានអត់បានបងប្អូនប៉ុន្តែចំពោះម៉ាក់លីហេងគឺអត់ទេគឺឆ្លៀតនិយាយរួមទៅគឺឆ្លៀតពេលវេលាមានតិចតួចសម្រាប់គ្រួសារបង្កើតក្តីសុខបងប្អូនយើងជាប្រពន្ធយើងជាមនុស្សស្រីបងប្អូនបើយើងមិនចាត់ចែងចាស់វាក៏វាមិនអាចទៅមុខដែរចាស់ហើយគ្រួសារមួយបងប្អូនបើសិនជាមានប្រពន្ធល្អហើយសូមបងប្អូនចេះថែរក្សាចេះយល់ចិត្តគាត់ផងព្រោះអីក្នុងមួយថ្ងៃខ្ញុំជឿថាបងប្អូនស្ត្រីយើងគឺគាត់មិនងាយស្រួលប្រហែលទេអ្នកខ្លះមានកូនតិចអ្នកខ្លះមានកូនច្រើនបើខ្ញុំកូន2ចឹងហើយល្ងាចឡើងគឺវល់នឹងដលងមីផងអុយផងដែលយើងទិញបងប្អូនចុះហើយឆ្លៀតពេលងុយទឹកដោះក្អែលឲ្យកូនឡើងហូបបាយហូបទឹកនិយាយរួមទៅគឺឆ្លៀតមែនទែនសម្រាប់ខ្ញុំគឺខ្ញុំឆ្លៀតដើម្បីគ្រួសារខ្ញុំនេះគឺការរស់ស៊ីគឺខ្ញុំចេញរស់ស៊ីរឿងធ្វើម្ហូបបាយទឹកគឺខ្ញុំធ្វើរហូតតែម្ដង